បាទសួស្តីបងប្អូនវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបក្នុងការដៅទីតាំងហាងនៅលើ Google Map សម្រាប់អតិថិជនរបស់យើងងាយស្រួលស្វែងរកហាងនៅលើ Google Map មុននឹងធ្វើការដៅទីតាំងហាងដំបូងបងប្អូនត្រូវមាន Gmail មួយជា Gmail ផ្លូវការបន្ទាប់មកទៀតបងប្អូន download កម្មវិធីមួយឈ្មោះថា Map នេះគឺ Google Map ឥឡូវយើងចូលទៅក្នុងកម្មវិធីនឹងមកចូលមកដល់កម្មវិធីនឹងភ្លាមបងប្អូនចុចលើសញ្ញាត្រីវិស័យនេះមកដើម្បីឲ្យ Google ចាប់ទីតាំងពិតប្រាកដរបស់យើងខ្ញុំសូមបញ្ជាក់បងប្អូនថាដើម្បី point ទីតាំងឲ្យមានភាពសុក្រឹតត្រឹមត្រូវបងប្អូនត្រូវទៅឈរឲ្យចំអគារឬហាងដែលបងប្អូនចង់ដៅហើយឈរឲ្យចំនៅពីមុខច្រកទ្វារចូលដើម្បីឲ្យភ្ញៀវគាត់ជិះមកតាមទីតាំងដែលយើងដៅហ្នឹងវាចំពីមុខហាងបងប្អូន zoom ក្រោយពីឈររួចបងប្អូន zoom មកអានេះគឺជាទីតាំងដែលខ្ញុំកំពុងថតវីដេអូប៉ុន្តែករណីបងប្អូនគឺបងប្អូននៅចំទីតាំងដែលបងប្អូនកំពុងឈរនៅទីនេះខ្ញុំអត់អាចអនុវត្តនៅលើអគារមួយនេះបានទេដោយសារអគារមួយនេះត្រូវបានភ័ញដាក់ទីតាំងរួចហើយអញ្ចឹងខ្ញុំអត់អាចឧទាហរណ៍នៅលើអគារនេះទេខ្ញុំធ្វើជាការឧបមាគឺខ្ញុំចង់ភ័ញនៅកន្លែងផ្សេងណាខ្ញុំចង់ភ័ញនៅកន្លែងណាមួយដែលវាមិនទាន់មានការដៅទីតាំងធ្វើខ្ញុំអាចឧទាហរណ៍ប្រាប់បងប្អូនបានឥឡូវឧទាហរណ៍ថាខ្ញុំចង់ភ័ញទីតាំងនេះចុះខ្ញុំឧទាហរណ៍ថាខ្ញុំចង់បើកហាងមួយនៅកន្លែងនេះហើយដោយសារនៅទីនេះខ្ញុំឧទាហរណ៍នៅលើផ្លូវដឿងហែមវាអត់មានលេខផ្លូវទេអញ្ចឹងខ្ញុំសូមយកលេខផ្លូវនេះជាគោលបងប្អូនជួយចាំមានចំណុចមួយយើងត្រូវការយកលេខផ្លូវទៅបំពេញណាអញ្ចឹងបងប្អូនសម័យទៅថាអាផ្លូវមួយខ្សែនេះលេខវាគឺ Street 138ណាបងប្អូនជួយចាំអញ្ចឹងឧទាហរណ៍ថា Street 138នៅកន្លែងនេះចុះអញ្ចឹងយើងចាំលេខផ្លូវហ្នឹងហើយបន្ទាប់មកយើងត្រូវគិតថាតើហាងយើងបែរមុខទៅណាបើហាងយើងបែរមុខមកផ្លូវខាងនេះបងប្អូនត្រូវចុចឲ្យចំប៉ែកខាងនេះបើហាងយើងបែរមុខទៅផ្លូវខាងនេះបងប្អូនត្រូវភ័ញដៅទីតាំងឲ្យចំពីមុខច្រកផ្លូវហ្នឹងណាអញ្ចឹងករណីទីនេះគឺយើងកំណត់ថាហាងបែរមុខទៅផ្លូវខាងនេះអញ្ចឹងបងប្អូនចុចមេដៃឲ្យចំទីតាំងហាងហ្នឹងមកអូខេបន្ទាប់មកទៀតបងប្អូនអូសទៅក្រោមបន្តិចមកយើងរកមើលពាក្យថា add your business to map for free ដល់កន្លែងនេះខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចមានមនុស្សមួយចំនួនគាត់អត់បានចុចយកកន្លែងហ្នឹងទេគឺគាត់ចុចយកអានេះវិញអានេះបងប្អូនមើលតាមប៊ិចដែលខ្ញុំរេមកណា pointer អត់សូវធំបងប្អូនរៀនពិបាកមើលតែព្យាយាមមើលណាបងប្អូនខ្ញុំចង់បញ្យល់អាពីរនេះបន្តិចបងប្អូនមើលអាកន្លែងពាក្យថា add a missing place ហើយនឹងមួយទៀត add your business to map for free អាពីរហ្នឹងការ point បានដូចគ្នាក៏ប៉ុន្តែខ្ញុំចង់បញ្យល់បងប្អូនពេលដែលយើងជាអាជីវកម្មឯកជនដែលយើងត្រូវការគ្រប់គ្រងទីតាំងនឹងដោយខ្លួនឯងអត់ឲ្យអ្នកណាមកកែបានទេគឺយើងយកអានេះហ่าបងប្អូនប៉ុន្តែមានករណីខ្លះបងប្អូនអាចយកអានេះបងប្អូនត្រូវយកអានេះនៅពេលដែលទីតាំងហ្នឹងវាជាទីតាំងសាធារណៈខ្ញុំលើកឧទាហរណ៍ថាមេឃុំឬចៅសង្កាត់របស់យើងហ្នឹងគាត់ធ្វើផ្លូវបេតុងមួយខ្សែហើយផ្លូវបេតុងហ្នឹងគាត់ដាក់ឈ្មោះថាផ្កាច័ន្ទផ្លូវផ្កាច័ន្ទណាផ្លូវប្រវែង100ម៉ែត្រផ្លូវហ្នឹងមានហើយប៉ុន្តែនៅលើ Google អត់ទាន់មានឈ្មោះអញ្ចឹងនៅពេលដែលយើងចង់ជួយដាក់ឈ្មោះនៅលើផ្លូវហ្នឹងគឺយើងត្រូវយកអានេះបងប្អូននេះបងប្អូនជាសាធារណជនបងប្អូនជាបុគ្គលិកមន្ត្រីរាជការឬក៏ជាសមាជិកឃុំសង្កាត់អីចឹងណាបងប្អូនមានសិទ្ធិក្នុងការស្នើ Google ក្នុងការដាក់ទីតាំងហ្នឹងទៅលើ Google ទីតាំងមួយដែលមិនទាន់មានឈ្មោះធំត្រូវគឺយើងចុចយកអាហ្នឹងហើយនៅពេលដែលមានអ្នកណាម្នាក់មកចង់ស្នើឲ្យកែឧទាហរណ៍ថាសុកស្រាប់តែចៅសង្កាត់គាត់ដូរឈ្មោះពីផ្លូវផ្កាច័ន្ទទៅផ្លូវបេតុង168ឧទាហរណ៍ណាពេលហ្នឹងគឺអាឈ្មោះផ្កាច័ន្ទដែលយើងបានដៅម្ដងហើយហ្នឹងមានមនុស្សម្នាក់ទៀតមានសិទ្ធិស្នើ Google ក្នុងការកែអញ្ចឹងណាអញ្ចឹង Google គេស្រាវជ្រាវបន្ថែមគេកែឲ្យយើងបើសិនណាជាវាមានភាពត្រឹមត្រូវអញ្ចឹងអានេះគឺវាមានភាព flexible គឺថាយើងអាចដៅជំនួសគេយើងអាចដៅប្រើប្រាស់រួមប៉ុន្តែអ្នកដទៃផ្សេងម្នាក់ទៀតក៏អាចស្នើ Google ក្នុងការកែដែរអញ្ចឹងទីតាំងមួយនេះគឺអត់ឯករាជ្យនៅលើដៃយើងទេណាបងប្អូនអានេះគឺខ្ញុំចង់បញ្យល់បងប្អូនយល់អញ្ចឹងហើយសម្រាប់អាជីវកម្មឯកជនដែលយើងដកសិទ្ធិអត់ឲ្យអ្នកណាគេមកកែបានទេគឺគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Gmail របស់យើងដែលជាម្ចាស់អាជីវកម្មគឺយើង select អានេះហេតុអីបានខ្ញុំត្រូវបញ្យល់កន្លែងហ្នឹងយូរ
ដោយសារវាមានករណីដែលបងប្អូនខ្លះកំពុងមើលវីដេអូនេះអាចមិនមែនជាអ្នកដែលភ័ញទីតាំងសម្រាប់ហាងឯកជនទេអ្នកខ្លះអាចជាមន្ត្រីរាជការគាត់ចង់ភ័ញទីតាំងស្ថាប័នរបស់គាត់ដែលទើបតែធ្វើថ្មីណាអញ្ចឹងករណីដែលខ្ញុំធ្វើវីដេអូនេះគឺខ្ញុំចង់ភ័ញហាងអញ្ចឹងខ្ញុំចុចយកអានេះណាបងប្អូនអូខេយើងចុចយកអាហ្នឹងមកអូខេមកដល់កន្លែងនេះភ្លាម Google ឲ្យយើងដាក់ឈ្មោះហាងរបស់យើងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំបើកហាងកាហ្វេចុះខ្ញុំដាក់ថា Note Cafe 2ដោយសារឈ្មោះ Note Cafe ហ្នឹងវាធ្លាប់មាននៅលើ Google មួយហើយអញ្ចឹងខ្ញុំក៏ដាក់ឈ្មោះថ្មីមួយទៀត Note Cafe 2ធ្វើជាឧទាហរណ៍បន្ទាប់មកទៀតគឺ Business Category គេដាក់សញ្ញាផ្កាយនេះអាហ្នឹងសំខាន់ណាស់គឺយើងត្រូវតែបំពេញឲ្យគេ Business Category ហ្នឹងគឺជាប្រភេទសាលាអាជីវកម្មនៃហាងរបស់យើងវាជាហាងកាហ្វេអញ្ចឹងកន្លែងនេះគឺវាជា Cafe Shop ឧទាហរណ៍ថាបងប្អូនចង់ភ័ញទីតាំងអាហារដ្ឋានអញ្ចឹងអាកន្លែង category នេះគឺជា restaurant អញ្ចឹងបងប្អូនត្រូវដាក់ category ឲ្យត្រូវនឹងប្រភេទអាជីវកម្មបងប្អូនវាជារឿងសំខាន់ខ្លាំងណាស់បងប្អូនដោយសារអីនៅពេលដែលមនុស្សម្នាក់ឧទាហរណ៍ថាអ្នកបាត់ដំបងគាត់ឡើងមកភ្នំពេញហើយគាត់ឈប់នៅម្ដុំហាងរបស់យើងគាត់មិនស្គាល់ហាងយើងទេក៏ប៉ុន្តែគាត់ឡើងលើ Google Mapsគាត់វាយពាក្យណាមួយដែលជាសេវាកម្មឬទំនិញដែលនៅជិតគាត់នៅពេលដែលគាត់វាយកាហ្វេ Google នឹងសាកចេះហាងកាហ្វេយើងទៅដល់ភ្នែកគាត់អញ្ចឹងសំខាន់ណាស់បងប្អូនសំខាន់ណាស់នៅពេលដែលយើងដាក់ category ខុសអាហ្នឹងគឺ Google សាកចេះខុសដូចគ្នាហាងយើងអត់ត្រូវបានជាជម្រើសនៅក្នុងការស្វែងរកទេអញ្ចឹងអានេះហាងកាហ្វេ category របស់វាគឺ coffee shop ជាហាងកាហ្វេសម្រាប់ការ walk in បងប្អូនឃើញទេ cafe shop មានយើងចុចលើ cafe shop ហ្នឹងមកអូខេបន្ទាប់ពីដាក់ឈ្មោះដាក់ប្រភេទអាជីវកម្មនឹងរួចហើយយើងចុចពាក្យ next នេះមកកន្លែងនេះ Google សួរយើងថា Do you want to add a location customer can visit like a store or office សរុបរួមមកគឺ Google ចង់សួរយើងថាតើទីតាំងហ្នឹងគឺសម្រាប់គេដើរចូលមកទិញសេវាកម្មយើងឬក៏គ្រាន់តែបើកឲ្យមានទីតាំងប៉ុន្តែមិនសម្រាប់គេចូលមកដល់កន្លែងទេហាងកាហ្វេគឺត្រូវការឲ្យគេមកដល់កន្លែងហ្នឹងបងប្អូនអញ្ចឹងយើងយក yes ប៉ុន្តែបើហាងបងប្អូនជាប្រភេទសេវាកម្មដែលមិនតម្រូវឲ្យមានអ្នក visit មកដល់កន្លែងទេអញ្ចឹងបងប្អូនចុច no អញ្ចឹងណាអញ្ចឹងហាងកាហ្វេយើងចុច yes ហើយចុចពាក្យ next មកអូខេបន្ទាប់មកទៀត enter your business address កន្លែងនេះគឺជាព័ត៌មានទីតាំងដែលយើងត្រូវបំពេញប្រទេសគឺ country នេះគឺយើងរើស Cambodia បើក្នុងករណីចេញប្រទេសផ្សេងបងប្អូន scroll រក Cambodia មកអូខេបន្ទាប់មកទៀតលេខផ្លូវអូខេលេខផ្លូវមិញបងប្អូនចាំហ៎គឺ street 138ដែលខ្ញុំយកមកធ្វើជាឧបមាមិញណាបន្ទាប់មកទៀត add address line កន្លែងនេះគឺ optional បងប្អូនបំពេញក៏បានមិនបំពេញក៏បានខ្ញុំអត់ចង់ចំណាយពេលជាមួយវាទេបន្ទាប់មកទៀតយើងរើស city តើយើងនៅខេត្តឬរាជធានីមួយណាបើយើងនៅភ្នំពេញ city គឺភ្នំពេញបងប្អូនបើយើងនៅខេត្តបាត់ដំបង city គឺបាត់ដំបងប៉ុន្តែវាមានខេត្តខ្លះ city អត់មានឈ្មោះដូចខេត្តទេឧទាហរណ៍ថានៅខេត្តមណ្ឌលគិរីមិនមែនក្រុងមណ្ឌលគិរីទេគឺក្រុងសែនមនោរម្យអញ្ចឹងបើអ្នកនៅមណ្ឌលគិរីកន្លែងនេះត្រូវដាក់សែនមនោរម្យមិនត្រូវប៉ុន្តែភ្នំពេញយើងដាក់ city ភ្នំពេញមកអូខេបន្ទាប់មកទៀត postal code ដើម្បីបំពេញបងប្អូនចុចចេញមកបងប្អូនជ្រើសរក Google គឺ app មួយនេះណាបងប្អូន Google Chrome ណាបងប្អូនselect លើវាមករួចហើយបងប្អូនវាយពាក្យភ្នំពេញ postal code បាត់ដំបងដាក់បាត់ដំបង postal code អីចឹងទៅបន្ទាប់មកយើងរកមើល website ណាមួយដែលមានការបង្ហាញ postal code តាមតំបន់ណាខ្ញុំឧទាហរណ៍ថាខ្ញុំយក website នេះចុះយើង select មកនៅភ្នំពេញមិនមានស្រុកទេគឺឈ្មោះខណ្ឌចំនួនណាអញ្ចឹងយើងរកមើលខណ្ឌដែលខ្ញុំនៅគឺខណ្ឌទួលគោកឥឡូវយើងរកមើលទួលគោកដំបូងយើងរកខណ្ឌសិនតំបន់ធំសិនខណ្ឌទួលគោកបងប្អូនចាំតិចអូខេឥឡូវខ្ញុំរកទួលគោកឃើញហើយសង្កាត់គឺទឹកល្អក់2អូខេនេះឃើញហើយបងប្អូននេះខណ្ឌទួលគោកសង្កាត់ទឹកល្អក់2 passcode របស់វា postal code វាគឺ120 405យើងចេញមកនេះវិញមក120 405អូខេ405អូខេបំពេញ postal code រួចហើយបងប្អូនចុចពាក្យ next Google វាសួរយើងថា is this your business តើឈ្មោះទាំងនេះគឺជា business របស់យើងណាអានេះគឺជាឈ្មោះអាជីវកម្មដែលធ្លាប់មានគេគ្រប់គ្រងណាគឺយើងមិនត្រូវ select យកវាទេដោយសារកន្លែងហ្នឹង Google វាព្យាយាមស្រង់ឈ្មោះប្រហែលស្តៀងនឹងអាជីវកម្មរបស់យើងក្រែងលើយើងជន់របស់គេណា
គឺយើងមិនត្រូវជ្រើសក្នុងចំណោមហ្នឹងទេណាបងប្អូនគឺយើងត្រូវចុច none of this នេះអញ្ចឹងយើងចុចពាក្យ next បន្តទៀតមកកន្លែងនេះវាឲ្យយើងធ្វើការ adjust ចំណុចឲ្យបានត្រឹមត្រូវសារឡើងវិញបងប្អូនចុចពាក្យ adjust មកអូខេបន្តមកទៀតបងប្អូនពង្រីករកទីតាំងរបស់ខ្លួនណាបងប្អូនត្រូវ zoom បងប្អូនត្រូវ zoom មេដៃទាំងពីរហ្នឹងណាបងប្អូនអូស zoom ដើម្បី point ទីតាំងណាអូខេបងប្អូនត្រូវដឹងថាចំណុចធំនេះគឺជាចំណុចដែលយើងចង់ដាក់អូខេអញ្ចឹងយើងចង់ដាក់កន្លែងណាបងប្អូនយើងចង់ដាក់ពីលើអាគាររបស់យើងហ៎បងប្អូនមើលសញ្ញានេះបងប្អូនមើលតាមប៊ិចដែលខ្ញុំរេមកណានេះអាសញ្ញាតូចពណ៌ blue នេះពណ៌ខៀវនេះអាហ្នឹងគឺវានៅចំកន្លែងនេះខ្ញុំកំពុងនៅបងប្អូនអញ្ចឹងយើងត្រូវសេរីចំណុចហ្នឹងឲ្យចំអាប៊ិចហ្នឹងមកឲ្យចំអញ្ចឹងមានន័យថាយើងត្រូវដាក់តំណែងហើយបងប្អូនកំពុងតែឈរនៅលើហ្នឹងដែរប៉ុន្តែករណីខ្ញុំឧទាហរណ៍ថាខ្ញុំចង់ point ទីតាំងនៅលើផ្ទះមួយនេះទេនេះផ្ទះមួយនេះបើយើងដឹងថាហាងរបស់យើងនៅកន្លែងមួយនេះគឺយើងសេរីឲ្យចំកន្លែងហ្នឹងមកនេះឃើញទេអូខេយើងសេរីអញ្ចឹងមកណានៅទីនេះខ្ញុំធ្វើការឧទាហរណ៍នៅចំទីតាំងមួយហ្នឹងខ្ញុំអត់ចង់ឧទាហរណ៍នៅលើអានេះខ្ញុំខ្លាចវាបរាជ័យដោយសារនៅលើទីតាំងមួយនេះមានការ point ឈ្មោះអាជីវកម្មមួយរួចទៅហើយអញ្ចឹងខ្ញុំឧទាហរណ៍លើផ្ទះមួយនេះចុះអញ្ចឹងណាអូខេបន្ទាប់មកយើងចុចពាក្យ next មក Do you provide deliveries or homes and office visit តើសេវាកម្មរបស់យើងហ្នឹងបម្រើសេវាកម្ម delivery អត់សម្រាប់មានការ delivery ចេញចូលអីចឹងណាយើងចុចពាក្យ yes មកអូខេហើយចុចពាក្យ next មក add the area you serve optional ឡើយនេះគឺបំពេញក៏បានមិនបំពេញក៏បានខ្ញុំអត់ចង់ដាក់ទេអញ្ចឹងពាក្យ next មកបន្ទាប់មកទៀតវាឲ្យយើងបំពេញលេខទូរស័ព្ទកន្លែងទង់ជាតិនេះគឺស្មើនឹងលេខ0ហ្នឹងបងអញ្ចឹងបើលេខទូរស័ព្ទរបស់យើងឧទាហរណ៍ថា093អញ្ចឹងកន្លែងនេះយើងវាយចាប់ពីពាក្យ93ទៅបងប្អូនឧទាហរណ៍យើងដាក់លេខចឹងមកហើយ website បើយើងមាន website យើងដាក់ website មកបើអត់ទេមិនបាច់ទេអញ្ចឹងកន្លែងនេះសំខាន់ណាកន្លែង phone number នេះបងប្អូនអាចដាក់លេខខ្លួនឯងឬដាក់លេខ manager របស់យើងឬក៏ដាក់លេខបុគ្គលិកហាងឬក៏ដាក់លេខហាងសម្រាប់បុគ្គលិកកាន់ណាប្រយ័ត្នតែដាក់ខុសគេខលរំខានពួកអ្នកខ្លះរកហាងយើងឃើញគាត់ចុចហ្មងគាត់ចុច call សួរអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺត្រូវដាក់លេខមួយខ្សែដែលជាលេខបម្រើឲ្យអាជីវកម្មមួយហ្នឹងណាអូខេបន្ទាប់មកចុចពាក្យ next មកយើងចាំតិចទៅអូខេ select a way to get verify កន្លែងនេះវាទាមទារឲ្យយើង verify ទីតាំងមួយហ្នឹងណាវាមាន2ជម្រើសវាមាន business video ឬក៏ phone code យើងយកអា phone code ខាងលើហ្នឹងមកហើយចុចពាក្យ next មកget a verification code to send your phone អញ្ចឹងកន្លែងនេះគឺយើងយក text message មកមានន័យថាពេលដែលយើងត្រូវការ verify លេខទូរស័ព្ទរបស់យើងជាមួយទីតាំងមួយហ្នឹងគឺ Google ផ្ញើលេខកូដចូលលេខទូរស័ព្ទមួយហ្នឹងអញ្ចឹងបន្ទាប់មកទៀតយើងចុចពាក្យ next មកអូខេឥឡូវនេះ Google បានផ្ញើលេខកូដចូលលេខទូរស័ព្ទហ្នឹងហើយអញ្ចឹងយើងចេញមកវិញយើងចូលកន្លែង message នេះជាលេខដែល Google ផ្ញើមក499 773អូខេបន្ទាប់មកទៀតយើងចុចពាក្យ verify មកដើម្បីបញ្ជាក់ថាលេខហ្នឹងជាលេខរបស់យើងណាអូខេ you are being verified by Google មានន័យថាយើងកំពុងត្រូវបាន verify ដោយក្រុមហ៊ុន Google ហើយយើងចុចពាក្យ next ទៀតមកអូខេមកដល់កន្លែងនេះគឺវាឲ្យយើងកំណត់ម៉ោងអាជីវកម្មរបស់យើងណាតើយើងបើកថ្ងៃណាដល់ថ្ងៃណាអាជីវកម្មហ្នឹងហាងកាហ្វេគឺយើងបើកពីថ្ងៃអាទិត្យច័ន្ទគៀពុធពហុសុក្រសៅរ៍បើកពេញ7ថ្ងៃណាប៉ុន្តែក្នុងករណីគឺជាសាលាឯកជនឬក៏អីហើយយើងបិទសៅរ៍អាទិត្យអត់បើកទេយើងចុចសៅរ៍អាទិត្យនេះយើងបិទមកនេះ Sunday ថ្ងៃអាទិត្យនិង Saturday ថ្ងៃសៅរ៍យើងបិទទៅយើងបើកតែ5ថ្ងៃទេបើសិនណាជាសាលាឯកជនណាប៉ុន្តែករណីហាងកាហ្វេគឺទាំង7ថ្ងៃអញ្ចឹងយើងបើកទាំងអស់មកបន្ទាប់មកទៀតថ្ងៃនីមួយៗនេះយើងបើកចាប់ពីម៉ោងណាដល់ម៉ោងណាជាទូទៅយើងបើកម៉ោង7ព្រឹកអញ្ចឹងទៅយើងរើសម៉ោង7ព្រឹកអញ្ចឹងទៅអូខេហើយយើងបិទម៉ោងប៉ុន្មាន5ល្ងាចចុះឧទាហរណ៍អូខេហើយចំពោះថ្ងៃផ្សេងគឺយើងធ្វើអញ្ចឹងដូចគ្នាទីនេះខ្ញុំអត់ធ្វើម្ដងមួយអស់ទេខ្ញុំគ្រាន់តែឧទាហរណ៍មួយនេះទេបន្ទាប់មកទៀតយើងចុចពាក្យ next មកវាទាមទារខ្ញុំបំពេញដើម្បីកុំឲ្យវែងឆ្ងាយខ្ញុំបិទវាចោលទាំងអស់ដើម្បីចុចទៅមុខបានណាបងប្អូនខ្ញុំបិទចោលតែករណីបងប្អូនដាក់តាមជាក់ស្ដែងមកណា
ចុចពាក្យ next អូខេបន្តមកទៀត add dining mood កន្លែងនេះខ្ញុំ recommend ឲ្យបងប្អូន skip ទៅចុច skip អូខេ add your business subscription កន្លែងហ្នឹងគឺមានន័យថាយើងប្រើ clear ប្រមាណបន្ទាត់សម្រាប់បរិយាយអំពីអាជីវកម្មរបស់យើងណាបងប្អូនសរសេរមកបម្រើកាហ្វេគ្រប់មុខអាហារសម្រន់អញ្ចឹងបងប្អូនលម្អិតនៅកន្លែងហ្នឹងទៅដើម្បីឲ្យអ្នកដែល visit លើ Google គាត់ចង់ស្វែងយល់បន្ថែមអំពីទីតាំងយើងមានលក់អីពិតប្រាកដគេចូលមកគេអានជំនួយដល់ការសម្រេចចិត្តរបស់គេណាទៅចុច next មកអូខេបន្ទាប់មកយើងធ្វើការដាក់ photo ណាបងប្អូនអញ្ចឹងហាងមួយហ្នឹងត្រូវតែ decor រួចរាល់ហើយយើងត្រូវថតឲ្យមានរូបពីមុខផ្លូវរូបចំហៀងរូបប៉ាណូរូបផ្នែកខាងក្នុងរូបកន្លែងឆុងកាហ្វេអីចឹងណាយើងដាក់ 4-5 ស្លឹកមកដើម្បីឲ្យគេមើលហើយវាមានភាពទាក់ទាញបន្ថែមអញ្ចឹង select កន្លែង select image ហ្នឹងមកអូខេនៅទីនេះខ្ញុំឧទាហរណ៍5ស្លឹកអញ្ចឹងបងប្អូន select 1 2 3 4 5 6ចុះអូខេដានមកអូខេយើងអាប់ឡូតមកហើយបងប្អូនចាំបន្តិចមកពេលដែលវាអាប់ឡូតរូបទាំងអស់បានជោគជ័យហើយយើងចុច next មកចុច next បន្តមកទៀត add photo of your menu អានេះបើយើងមាន menu design រួចបងប្អូន select ដាក់រូប menu ឲ្យភ្ញៀវមើលនៅលើ Google ណាហើយករណីនេះខ្ញុំ skip ខ្ញុំអត់ធ្វើទេអូខេបន្តមកទៀត add photo of your dishes មានន័យថាយើងដាក់រូបកាហ្វេរបស់យើងរូបបាយក្នុងហាងយើងឬក៏រូបផលិតផលរបស់យើងដែលយើងមានលក់ក្នុងហ្នឹងណាខ្ញុំ recommend ឲ្យបងប្អូនដាក់ឲ្យបានសពជ្រុងជ្រោយដើម្បីបង្កើតភាពទាក់ទាញនៅពេលដែលដាក់រូបផលិតផលរបស់យើងហើយយើងចុច next មកប៉ុន្តែនៅទីនេះខ្ញុំអត់ដាក់ទេខ្ញុំចុច skip បន្តមកទៀត advertising easily in minute កន្លែងនេះគឺ boost បងប្អូនគឺផ្សព្វផ្សាយជាមួយ Google គឺ boost ហាងរបស់យើងនៅទីនេះខ្ញុំអត់ boost ទេខ្ញុំចុច skip កន្លែងនេះដាក់ថា get a custom domain name for your website and a custom email address អូខេកន្លែងនេះគឺយើងចុច skip មក your edit will be visible once you are verified បន្ទាប់មកយើងចុចពាក្យ continue មកអូខេពេលហ្នឹងគឺ business មួយហ្នឹងត្រូវបានស្នើចូលទៅក្រុមហ៊ុន Google ហើយ Google នឹងធ្វើការឆែកបន្ទាប់មកប្រហែលថ្ងៃក្រោយខ្ញុំមិនចាំរយៈពេលទេដែលវានឹងលេចឡើងនៅលើ Google ប៉ុន្តែមិនយូរទេបងប្អូនព្រោះ Google មិនសូវជាបញ្ជាទេអាការងារហ្នឹងអញ្ចឹងក្រោយពី Google មើលឃើញថាអត់មានអីខុសប្រក្រតីទេឈ្មោះ Note Cafe 2 ហ្នឹងគឺវានឹងលេចឡើងនៅលើ Google Map នៅលើទីតាំងដែលយើងបានដៅហើយរូប business profile របស់យើងហ្នឹងគឺត្រូវបានលេចឡើងហើយ